Bà, môn nâng dương chiên tọt đòn cả Spaniel ông pi bully pattern rồi có berry pattern pi pattern từng ở nâng xem nâng hai từng ở nâng dương mà Spaniel ông pi review cả pra nơi trading view nơi là computer tích nhưng bà hai mình thì chiaច្រើនthế bà hai ấy để dương chăm bạch nâng tới pra chẳng bóc ôn trong ban dark mode choលើ profile គៀននេះមកឬហើយបើក dark mode មកហើយអត់ចង់បានអាកាឡានេះទៀតយើងដកចេញមកជួយ setting ញ៉ែកុំថាផ្លិចអឺ line នេះកាឡានេះយើងចុច none មកបាត់កាឡានឹងទាំងអស់បើថាចង់បានកាឡានឹងមកវិញចុចមកវិញមកផ្ដេកប្រឈរតទេផ្ដេកហើយចង់បានពាក្យ pair នៅពីក្រោយហើយខ្ញុំឲ្យតែខ្ញុំអត់ដាក់ឯងឧទាហរណ៍ខ្ញុំអត់ដាក់អញ្ចឹងហ្មងនេះតើណាហើយខ្ញុំចង់បានពាក្យ pair នៅពីក្រោយនេះ pair នេះ pair gold XAU USD នេះនៅពីក្រោយនេះនៅពីក្រោយទៅដល់ណាវានៅហ្នឹងដែរហើយទៀតក្នុងនេះដូចជាគ្មានអីទៅបង្ហាញទេបើសិនតែយើងដាក់ indicator យើងអាចដកអានេះចេញមួយពេលដែលយើងដាក់ indicator ខ្លះវាមកបំលែងពណ៌ candlestick បើយើងអត់ដាក់អាហ្នឹងទេវានៅតែចេញ border ខៀវក្រហមចេញអញ្ចឹងអានេះមកយើងយកបាងកកមកវាអត់មានភ្នំពេញទេរបស់យើងអត់មានភ្នំពេញទេបិទ Telegram ចោលសិនរួចហើយអានេះខ្ញុំបងប្អូនចង់ដាក់ក៏ដាក់បើមិនដាក់ក៏ដក tick មកកន្លែងនេះណា tick ទំហំអានឹងយើងដកដាក់តាមក្រោយអត់មានអីត្រូវនេះទេបងប្អូនស្រាវជ្រាវបន្ថែមនៅក្នុងនេះហើយខ្ញុំបង្ហាញគីនេះម្ដងនេះដោយសារ symbol នេះបើយើងប្រើ pair ច្រើនយើងឃើញអាតម្លៃយើងអាចវែងអញ្ចឹងដើម្បីឲ្យ symbol ហ្នឹងវាមានឈ្មោះអញ្ចឹងយើងចុចលើ pair ណាមួយក៏បានដែរនេះហើយយើងចុចអានេះមកនេះ show symbol name label នេះមានពាក្យ gold USD JPY ហើយមានទៀតអានេះបើយើងចុចដកវាចេះយើងអូសទៅវាអត់ទៅណាទេដកវាឈប់ពេលដែលវាដើរទៅមុខដល់លើវាបាត់អញ្ចឹងបើយើងដាក់វាស្កាលនៅកណ្ដាលវាស្កាលព្យាយាមនៅកណ្ដាលព្យាយាមអត់ឲ្យបាត់ឡើងលើចុះក្រោមបាត់ទេពេលយើងទុកចោលណាហើយយើងធ្វើការ live ឬធ្វើការធ្វើអីមួយចុចអាហ្នឹងមកដើម្បីឲ្យវាដើរឃើញ candlestick រហូតបើយើងមិនចឹងទេពេលវាចុះមកក្រោមហួសវាបាត់វាឡើងលើហួសវាបាត់កន្លែងនេះកន្លែងយើងអត់ប៉ះវាទេអានេះយើងសូ arbit បង្ហាញតម្លៃ arbit ហើយបង្ហាញតម្លៃខ្ញុំរកកន្លែងខ្សែហើយគាត់តែបង្ហាញតម្លៃរមើលខ្សែសូ arbit line នេះក៏បង្ហាញ price high low នៅនេះ high នៅនេះវាជាក៏ជាកលឹះមួយដែរបើបុកទៅដល់លើគឺវា high នេះឡើងចេះពីច្រើនអាចមានពងចុះអត់ទេដោយសារ pair នេះវាaffect បើវាផ្សេងឡាញខ្ញុំបាត់អាប៊ីតប្រាយទៅតែអត់បាច់ដាក់ក៏បានដែរអាប៊ីតប្រាយហ្នឹងវាអាស្រ័យទៅលើ broker មួយទេបើយើងសូននៅនេះក៏មិនត្រូវទៅលើpair ក្នុង broker ដែលយើងប្រើដែរមានទេខ្ញុំឆែកមើលសិនហើយដែលត្រូវបង្ហាញទៀត
នឹងសូទៅប៉ុណ្ណឹងឧទាហរណ៍យើងចង់បើកមកឲ្យឃើញតែមាសព្រោះថាយើងដាក់ចេះពេលដែលយើងបិទទៅវាបាត់ដោយសារវាចេញអានេះអញ្ចឹងយើងចង់បើកមកឲ្យឃើញតែមាសបងប្អូនចុចលើអានេះមកចុចលើ setting វាច្រើនចុចលើ setting នេះចុច on start up នេះចុច continue នេះចុចអាហ្នឹងមកយើងខ្វែងមកហើយយើងចង់បើកកុំព្យូទ័រមកយើងបើកលើអីវាចេញប៉ុណ្ណឹងគេថាខ្ញុំកំណត់លើ pair មាសខ្ញុំចុចលើមាសខ្ញុំចុចសញ្ញានេះសញ្ញាហ្នឹងហើយចុច C on super chart នេះហើយគឺចេញ pair មាសហើយយើងខ្វែងអាក្រោយទៅយើងទុកតែហ្នឹងទៅបានហើយនេះទុកតែប៉ុណ្ណឹងទៅបានហើយអញ្ចឹងមានថាពេលដែលយើងខ្វែង browser នេះមកយើងបើក tape ទាំងប្រមាណទាំងអស់គឺវាចេញទាំងអស់អញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំដាក់អីទៀតខ្ញុំដាក់លើនេះអញ្ចឹង C super chart ហើយខ្ញុំខ្វែងអាចាស់ចោលអញ្ចឹងខ្ញុំបើកពីហ្នឹងពេលដែលខ្ញុំបើកកុំព្យូទ័រខ្ញុំមកគឺវា load តែពីហ្នឹងចេញមកហ្មងវា load ពីហ្នឹងចេញមកខ្ញុំដាក់មួយចេញមួយអញ្ចឹងវា load ដោយ pair យើងមិនបាច់បើកមកហើយយើងអង្គុយដូរលេនេះណាហើយកន្លែងនេះកន្លែងបើក pair ហើយឧទាហរណ៍មួយទៀតខ្ញុំ refresh ទៅវាចេញ pair goal វិញហើយក៏យើងចុចលើនេះមកឧទាហរណ៍កន្លែងដាក់ alarm ឲ្យវាដើរមុននឹងខ្ញុំដាក់អត់បាន save បើខ្ញុំកំណត់អាមុនណាកំណត់មុនបើយើងកែអីក៏ដោយបើយើងតោះតែយើងចុច save បានជាប់បើស្អីខ្ញុំអត់ចង់ឲ្យវា save automatic ពេលកន្លែងខ្លះខ្ញុំចេះចុចទៅខ្ញុំអត់ចង់កែខ្ញុំចង់បានអញ្ចឹងខ្ញុំចង់ដាក់ alarm តាណាមួយតានេះតម្លៃមាសឲ្យវាដើរដល់តានេះវា load ប្រាប់ខ្ញុំ load ចេញ notification ណានឹង app នឹងអីឲ្យវា load ទាំងអស់ឲ្យខ្ញុំដាក់តានេះបើសិនជាមាសដល់តម្លៃហ្នឹងឲ្យវា load ប្រាប់ខ្ញុំថាមាសដល់តម្លៃហ្នឹងតែយើងប្រើ free បានតែមួយណាយើងចុចលើ line ហ្នឹងមកតែវាចុះដល់នេះខ្ញុំថាខ្ញុំវាស់ price rank ម្ដុំណាចេះខ្ញុំយកអានេះមួយទៀតដើម្បីយក price ធ្វើ price rank កលុំនេះខ្ញុំ add វាទៅ favorite វាចេញនៅលើខ្ញុំហើយនៅនេះណាវាស់ price rank អានេះដើម្បី clone នឹងដាក់អាហ្នឹងមួយមកយើង clone ហើយយើងវាស់ខ្ញុំថាប៉ុណ្ណេះទៀតចុះហ្នឹងហើយខ្ញុំដាក់អាហ្នឹងអញ្ចឹងខ្ញុំដាក់កំណត់ថាដល់នៅក្នុងហ្នឹងឲ្យវា load ឲ្យខ្ញុំឲ្យវា load ប្រាប់ថាមាសដល់តម្លៃ3018ហ្នឹងហើយអញ្ចឹងខ្ញុំចុចលើខ្សែហ្នឹងแล้วខ្ញុំចុចនេះកន្លែងនេះអានេះយើងអាចចាប់ទាញនៅនេះបានចាប់ទាញហើយកន្លែងនេះយើងសរសេរយើងដាក់ដូរពណ៌វាទៅជាពណ៌អីអានេះទំហំវាចង់បានធំតូចតាមហ្នឹងអានេះចង់ឲ្យវាបែបណាជាផ្ទាត់ចុចឬក៏អុចឬក៏ផ្ទាត់ត្រង់ទំហំប៉ុណ្ណា text យើងចង់ដាក់ text បែបណាដាក់ text អានេះយើង text color និយាយនឹងពណ៌ជាយើងចូល text ចូល line setting នេះហើយពាក្យ text នេះហើយផ្សេងមកស្រាវជ្រាវបន្ថែមទៅបើក text ហ្នឹងមកយើងដាក់ស្អីគេចេះហើយយើងដាក់អីចំណាំអញ្ចឹងណាហើយយើងដាក់អាហ្នឹងសម្រាប់1នាទី MN អញ្ចឹងមកនេះវាចេញអានេះអញ្ចឹងយើងឲ្យវាទៅណាឲ្យវាទៅលើមួយឆ្វេងឬក៏ទៅស្ដាំឬក៏នៅកណ្ដាលអញ្ចឹងនៅកណ្ដាលយើងអស់ទៅវានៅកណ្ដាលរហូតអស់មកវានៅកណ្ដាលរហូតអញ្ចឹងមកដាក់ឆ្វេងស្ដាំវានៅឆ្វេងស្ដាំរហូតឧទាហរណ៍អញ្ចឹងខ្ញុំចុចលើនេះដល់ហ្នឹងខ្ញុំរើសអានេះឲ្យវាប៉ះវាដើររហូតអញ្ចឹងអានេះ only one អានេះខ្ញុំរើសអានេះពេលប៉ះដើររហូតប៉ះតម្លៃហ្នឹងគឺវាដើររហូត
បើ only one ប៉ះម្ដងវាដើរម្ដងតែខ្ញុំរកយកហ្នឹងអញ្ចឹងយើងត្រូវចូល notification នេះអានេះវាឲ្យចេញ notification នៅលើ desktop អញ្ចឹងវាអាចចេញនៅគៀននេះផ្លើតនៅគៀននេះផ្លើតនៅគៀននេះអានេះវាឲ្យ send email យើងអត់ចង់ឲ្យ send email ញ៉ៃយើងកុំដាក់អានេះឲ្យលឺតឹងឲ្យលឺសលេងឲ្យយើងណាអានេះយើងស្ដាប់ទៅលឺទីងតឹងអីតាមហ្នឹងអានេះតែខ្ញុំអត់បានថតអេក្រង់សំឡេងពីកុំព្យូទ័រអត់លឺទេអានេះឲ្យលឺម្ដងឬក៏លឺ3 second ឬក៏លឺ5 second ឬក៏លឺ10 second បើខ្ញុំឲ្យលឺម្ដងអញ្ចឹងទៅបើថាខ្ញុំនៅឆ្ងាយខ្ញុំអាចឲ្យលឺ3ដងតឹ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 ងរហូត3 second វាបិទខ្លួនវាអាស្រ័យលើបងប្អូនថាចង់បានមិនអានេះបើយើងដកអត់សូវលើ mobile ទេបើយើងដាក់សូវលើ mobile ពេលដែលយើង down អាហ្នឹងមកយើង connect ជាមួយ email យើងតែមួយហ្នឹងជាមួយគ្នាហើយយើង down ប្រើនៅលើ mobile ដែរ connect តែមួយគ្នានឹងទូរស័ព្ទគឺវា load ដូចគ្នាតឹងដូចគ្នាតែហ្នឹងណាហើយយើងចុច create មកនេះវាដាក់រូបម៉ោងណាដាក់រូបម៉ោងហើយនេះហើយយើងកំណត់មានប៉ុន្មានវានៅក្នុងនេះហើយនេះកំណត់ប៉ុន្មានហើយចង់ឲ្យអានេះវាបាត់ទៅបាត់ភ្លឹបទៅចេះយើងចុចលើនឹងមួយមកបាត់អស់ហើយអញ្ចឹងចង់វាដើរមកវិញយើងចុចលើនេះវាដើរមកវិញចុចលើម៉ោងវាដើរម៉ោងចុចម្ដងទៀតវាបាត់ហើយនេះយើងកំណត់ម៉ោងអីខ្លះនេះវាបានចេញអាឡាមឲ្យយើងអីខ្លះអញ្ចឹងណាហើយចឹងអាឡាម indicator នេះវាច្រើនក្នុងនេះចាខ្ញុំបង្ហាញបន្តដល់កន្លែងនេះឥឡូវខ្ញុំអស់មកលើនេះប៉ះហ្នឹងគេលុតត្រឹងអនបនវាប៉ះតិចទៀតតើងនេះតើងឲ្យដល់ហើយដល់តម្លៃដែលយើងដាក់កំណត់ខ្លួនយើងដាក់ដែរយើងដឹងអញ្ចឹងខ្ញុំលើកអានេះទៅនេះទៀតមកគេតើងទៀតឡើយមកដល់តើងទៀតណាបើយើងលើកហ្នឹងមានន័យថាថ្មីហើយហើយយើងប៉ះទៀតមិញតើងខ្ញុំបានបិទបិទនេះបិទសលេងប៉ះឬតើងរហូតតើងឥឡូវខ្ញុំដាក់នេះទៀតវា load មកទៀតបើក្នុង app វា load មកដូច notification ដូច Telegram ដូច Facebook អីចឹងដូចគ្នាមួយនាទីហើយវីដេអូ12នាទីបាត់ចឹងអាឡាមនេះយើងអាចបូកនៅលើមាននៅលើនៅអីទៀតតើដាក់មកក្រោមទេមកទៀតហ៎អញ្ចឹងនឹងយើងចង់ដាក់យើងដូរ time frame 15នាទីយើងដាក់តាមហ្នឹងទៅអានេះចុច2ដងមក2ដងវា load ស្មើឲ្យយើងហើយចុច2ដងវា load ស្មើឲ្យយើងហើយដល់ពេលយើងចង់ឲ្យវាទាញតាមចិត្តយើងគាត់យកដៃអូសខ្វាច់បរិចតិចមកអានេះយើងទាញតាណាក៏បានចុច2ដងឲ្យវាដើរអូតូ2ដងលើនេះវាដើរអូតូយើងចង់ទាញតាណាដូរ time frame វាដើរអូតូយើងចង់មកឲ្យវាដើរអូតូយើងគាត់យកដៃយើងអូសទាញនេះទាញឡើងលើចក្រមតិចមកហើយយើងអូសបានចាំតាមចិត្តបើយើងចុច2ដងយើងអូសវាបាទទៅមុខថយក្រោយទេវាអត់ទៅណាទេវាអូតូអញ្ចឹងថាយើងចង់កំណត់ថាអូនៅនេះយើងឲ្យវាលឺបើដើរដល់ហ្នឹងឲ្យលឺសូរយើងសម្រាប់យើងចូលលក់ចូលអីអញ្ចឹងណាបើដល់ទៅនេះយើងដាក់ឲ្យលឺអញ្ចឹងយើងចុច2ដងមកយើងចង់ទៅក្រោមទៀតទេចង់ទៅក្រោមទៀតចុចទាញចេញមកហើយញ៉ៃអេក្រង់វែងអញ្ចឹងស្រួលអញ្ចឹងយើងគាត់តែបរិយាប្រូមកយើងដាក់ដល់នេះដល់នេះយើងចង់ទិញទៅដោយសារ free វាឲ្យយើងដូចជាតែមួយឬក៏តែពីរទេអាឡាមហ្នឹងអញ្ចឹងដល់ហ្នឹងតម្លៃដល់ហ្នឹងវាលោប្រាប់យើងហើយតើងប្រាប់យើងហើយវីដេអូនេះដូចជាអត់មានអីជាហ្នឹងទេចាំទៅមុខទៀតចាំខ្ញុំបង្ហាញទៅតាមហ្នឹងទៀតនេះក៏និយាយពីទ្រុសខ្លីៗខ្លះពី trading view